របៀបធ្វើឆៃបំពងស្រួយឆ្ងាញ់សម្រាប់ញ៉ាំនៅផ្ទះចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាជាដំបូងឡើយយើងរៀបចំធ្វើស្នូលឆៃរបស់យើងដែលខ្ញុំមានស្លឹកខ្ទឹមរបស់យើងចំនួន2ដើមហើយសម្រាប់ស្លឹកខ្ទឹមនេះដែរគឺយើងហាន់វាឲ្យតូចល្អិតៗបែបនេះមកជាបន្តមកទៀតខ្ញុំមានផ្សិតត្រចៀកក្រូចរបស់យើងហ្នឹងគឺផ្សិតត្រចៀកក្រូចស្រស់ចំនួនកន្លះខាំហើយយើងហាន់វាជាសរសៃតូចៗដូចគ្នាមកជាបន្តមកទៀតសម្រាប់បន្លែដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺខ្ញុំប្រើការ៉ុតចំនួន1ចំហៀងហើយដោយសារតែខ្ញុំអត់មានពេកគក់គឺខ្ញុំប្រើមើមធនប្រភេទនេះចំនួន2មើមគឺវាមានរសជាតិស្តៀងទៅនឹងពេកគក់របស់យើងអញ្ចឹងហើយសម្រាប់មើមធនដែលខ្ញុំប្រើក្នុងថ្ងៃនេះដែរគឺមានទម្ងន់ចំនួន2ខាំជាបន្តមកទៀតយើងចាប់ផ្ដើមឈូសមើមធនរបស់យើងជាសរសៃតូចៗបែបនេះមកបន្ទាប់ពីយើងឈូសមើមរបស់យើងរួចរាល់ហើយជាបន្តមកទៀតយើងច្របាច់មើមធនរបស់យើងនឹងជាមួយនឹងអំបិលចំនួនកន្លះស្លាបព្រាកាហ្វេយើងច្របាច់វាឡើងទន់បែបនេះហើយយើងទុកវារយៈពេល10នាទីសិនជាបន្តមកទៀតយើងចាប់ផ្ដើមឈូសក្រូចរបស់យើងចាឥឡូវបន្ទាប់ពីយើងទុកមើមទំនើបរបស់យើងនឹងរយៈពេល10នាទីហើយជាបន្តមកទៀតយើងចាប់ផ្ដើមពូតយកទឹកចេញហើយបន្ទាប់មកយើងចាប់ផ្ដើមលាយគ្រឿងស្នូលរបស់យើងដែលយើងចាក់បន្លែដែលយើងបានរៀបចំរួចមិញហ្នឹងគឺការ៉ុតហើយបន្ទាប់មកយើងចាក់ស្លឹកត្រចៀកកដុលស្លឹកខ្ទឹមហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមសាច់ជ្រូកចិញ្ច្រាំយើងប្រើសាច់ដែលមានខ្លាញ់តិចៗមកទើបវាឆ្ងាញ់បងប្អូនអញ្ចឹងគឺខ្ញុំដាក់សាច់ជ្រូកចិញ្ច្រាំចំនួន2ខាំកន្លះហើយសម្រាប់បរិមាណសាច់ជ្រូកចិញ្ច្រាំនេះដែរបងប្អូនអាចដាក់តិចឬក៏ច្រើនទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតខ្ញុំចាប់ផ្ដើមបន្ថែមគ្រឿងដែលខ្ញុំដាក់ម្សៅស៊ុបចំនួនកន្លះស្លាបព្រាបាយស្ករអំពៅ1ស្លាបព្រាកាហ្វេខ្ទឹមដែលយើងចិញ្ច្រាំរួចហ្នឹងចំនួន1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយទឹកស៊ីអ៊ីវចំនួន2ស្លាបព្រាបាយហើយបន្ទាប់មកខ្ញុំបន្ថែមម្រេចបន្តិចហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមច្របល់ស្នូលបន្លែរបស់យើងហ្នឹងឲ្យវាបានចូលជាតិគ្នាសព្វល្អមកហើយបន្ទាប់មកទៀតយើងផ្អាប់វាទុករយៈពេល10ទៅ15នាទីដើម្បីឲ្យស្នូលរបស់យើងនឹងចូលជាតិបានល្អជាបន្តមកទៀតយើងចាប់ផ្ដើមលាយម្សៅហើយសម្រាប់ម្សៅបំពងនេះដែរបងប្អូនអាចទិញម្សៅបំពងស្រាប់យកមកប្រើក៏បានប៉ុន្តែសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំលាយម្សៅបំពងដោយខ្លួនឯងដែលខ្ញុំប្រើម្សៅមីចំនួន2ខាំហើយបន្ទាប់មកខ្ញុំលាយជាមួយនឹងម្សៅអង្ករខ្សាយរបស់យើងចំនួន4ស្លាបព្រាបាយកន្លះហើយបន្ទាប់មកទៀតខ្ញុំបន្ថែមទឹកត្រជាក់យើងត្រាំជាមួយទឹកកកនឹងចំនួន300មីលីលីត្រយើងដាក់ទឹកត្រជាក់បែបនេះគឺធ្វើឲ្យម្សៅរបស់យើងនៅពេលវាបំពងធ្វើឲ្យម្សៅរបស់យើងនឹងមានសភាពស្រួយឆ្ងាញ់ចាស់ជាបន្តមកទៀតយើងចាប់ផ្ដើមខ្ចប់ឆៃយ៉របស់យើងដោយយើងយកឆៃយ៉របស់យើងនឹងយកទៅជ្រលក់ក្នុងទឹកឲ្យវាមានសភាពទន់បែបនេះហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ស្នូលសម្រាប់ស្នូលនេះដែរសូមបងប្អូនកុំដាក់វាឲ្យច្រើនពេកបើសិនបើយើងដាក់វាច្រើននៅពេលបំពងគឺវាអត់ឆ្អិនដល់ផ្នែកខាងក្នុងអញ្ចឹងយើងដាក់វាបាយជាមួយស្លាបព្រាបាយបន្តិចមកហើយបន្ទាប់មកទៀតយើងធ្វើការបត់ឆៃយ៉របស់យើងបែបនេះចាឥឡូវយើងបានខ្ចប់ឆៃយ៉របស់យើងរួចរាល់ហើយសម្រាប់ឆៃយ៉ដែលខ្ញុំខ្ចប់ក្នុងថ្ងៃនេះគឺខ្ញុំធ្វើបានចំនួន9នំចាជាបន្តមកទៀតយើងចាប់ផ្ដើមដាក់កម្ដៅប្រេងឆារបស់យើងឲ្យក្ដៅនៅពេលដែលប្រេងរបស់យើងចាប់ផ្ដើមក្ដៅហើយយើងចាប់ផ្ដើមបំពងដោយយើងដាក់ឆៃយ៉របស់យើងចូលទៅក្នុងម្សៅយើងដាក់វាសព្វល្អបែបនេះមកជាបន្តមកទៀតយើងចាប់ផ្ដើមដាក់ឆៃយ៉របស់យើងបំពងហើយសម្រាប់ភ្លើងបំពងនេះដែរសូមបងប្អូនកុំបើកភ្លើងខ្លាំងយើងបើកភ្លើងតិចៗមកធ្វើបែបនេះគឺទៅធ្វើឲ្យស្នូលឆៃយ៉របស់យើងនឹងវាឆ្អិនដល់ផ្នែកខាងក្នុងនៅពេលបំពងនឹងសូមបងប្អូនអាសាប្រែត្រឡប់វាចុះឡើងបែបនេះមកនៅពេលដែលឆៃយ៉របស់យើងនឹងឡើងមានសភាពក្រហមល្អបែបនេះហើយយើងស្រង់វាឡើងទុកឲ្យវាស្ងួតប្រេងបន្តិចជាការស្រេច